bay đó là một bay mà bé 20 lô à bà áo lông của nó phải còn chất trâu mà còn thứ camera mềm đó này họ đã bò là hô đấy đã khi một con ai phong chẳng này bò xong thứ camera mềm nó ôn một đong ôn nhom ló nè nhận được thứ bon thứ tiền mình làm ra nắng nè chui thọt xài sập cam không ai này bong ôn dương nè phum này bà này mong có miên mai có miên bà này xài sập cam không ai này nè bây giờ con thì thêm cái xài máy thêm máy này họ sách ở dưới máy sách ở máy chơi trong đăng dây khăn nó phải chôn vào má này bông ôn nhưng mà đăng phòng phải pro muối cho dây khăn này 8 មួយ 8 មួយនឹង8 6បងប្អូនហើយពីអ្នកបងប្អូនបង្កើតគឺបញ្ជនច្រើនណាស់ហើយរាល់ថ្ងៃនេះបើតាមដឹងនៅតែធ្វើកញ្ច្រែងទេតែគ្រាន់តែមួយថ្ងៃកាត់មួយថ្ងៃកោទៅថ្ងៃណាធ្វើបានក៏បានថ្ងៃណាអត់ធ្វើក៏អត់ហើយមួយថ្ងៃរកបាន 1000 2000 រៀលលុយខ្មែរបងប្អូនត្បាញតែសាច់លក់ទេដោយសារតែយាយគាត់អ្នកធ្វើសិប្បកម្មខ្មែរដែរហើយ BA សិប្បកម្មខ្មែររួមទាំងបងចិត្តមកស្គាល់គាត់នេះគឺតាមរយៈដែលគេប្រាប់ឲ្យមកថតអីវ៉ាន់ខ្មែរទេយាយកំសត់មែនតើហើយបើតាមដឹងព័ត៌មានមកគឺពិបាកខ្លាំងមែនតើហើយបានអំណោយពីខាងបងសែមញូវយ៉កនេះគឺប៉ុណ្ណេះដោះស្រាយបានមកគ្រាប៉ុន្តែបន្ទាប់ពីអស់ប៉ុណ្ណេះទៅប្រកាសជាមានផលលំបាកទៀតដែរបងប្អូនយើងអញ្ចឹងមានចិត្តបុណ្យអីក៏ជួយអ្នកអត់ពិតប្រកបអីក៏អាចតំណតំណងតាមនេះបានហើយយាយនៅខាងស្រុកលៀបអៀខេត្តកំពង់ឆ្នាំងបងប្អូនយើងអាចសួរនាំព័ត៌មានលម្អិតតាម BA សិប្បកម្មខ្មែរក៏បានតាមបងចិត្តក៏បានតាមបងរ៉ាមីដែលជាប្រធានក្រុមបេដូងយុវជនមនុស្សធម៌ខេត្តកំពង់ឆ្នាំងក៏បានដែរអញ្ចឹងអរគុណយាយអរគុណបងរ៉ាមីអរគុណចិត្តហើយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃជូនពរសុខភាពល្អសំណាងល្អនៅក្នុងឱកាសឆ្នាំថ្មីរកស៊ីទទួលទានមានបានត្រជាក់ត្រជុំទាំងអស់គ្នាអរគុណច្រើនជំរាបលា